Ok, chẳng chùm lột trong cái này cứ dương châu cho mùi nâng for loop. Nhưng mơ là lại cái nạ thưa cao vào for loop cứ dương sẽ xây for thì tới khi nào nâng cứ mình bay bà lọ. À lấy nhầm nâng bây giờ tạm bà lọ nên mùi ta for loop nó kịp ra thưa ấy hơi vì bài mày. Chẳng là for loop cái chặt tục chỉ loop mối để mình là cái nạ những smoke smile vì sophisticated. Hai đầm đa ca sầm khăn vào viết cứ việc đa đôi chia nạ rọp trong đôi chia counter vậy. Hơi lẹ khăn vào viết cứ modify riêng rồi mà loop mà đòn cứ những aiធ្វើការ modify នៅក្នុង loop នឹងតែម្ដងអញ្ចឹងយើងឃើញទី1នេះប្លោះទី1នៅក្នុង for loop ប្លោះហ្នឹងគឺជា condition នៅពេលចាប់ផ្ដើម loop លេខ2នេះគឺជា condition ដែលធ្វើឲ្យយើងនៅជាប់ក្នុង loop ចំណែកលេខ3នេះគឺជា condition ដែលយើងអាចវាផ្លាស់ប្ដូររហូតបានរៀងរាល់ពេលមួយ loop ហ្នឹងយើងអាចធ្វើការបដូរ condition ហ្នឹងនៅកន្លែងលេខ3ចាំមាននៅកន្លែងនេះកន្លែងចំណុចលក្ខខណ្ឌ condition ដំបូង condition ធ្វើឲ្យយើងជាប់ loop និងកន្លែងដូរ condition អញ្ចឹងកន្លែងនេះយើងឃើញ condition គឺមានលក្ខណៈ3យ៉ាង3យ៉ាងហ្នឹងអាចឲ្យយើងធ្វើជា counter នេះបាន counter គឺឧបករណ៍រាប់1 2 3 4 5យ៉ាងហ្នឹងអានេះយើងឃើញឧទាហរណ៍របស់ for loop ណានៅក្នុង for loop គឺយើងអាចបង្កើត variable នៅក្នុងនឹងតែម្ដងអញ្ចឹងឧទាហរណ៍ខ្ញុំបង្កើត variable មួយឈ្មោះ my expression ជាប្រភេទ int នៅក្នុង for loop លក្ខខណ្ឌដើមមកវាគឺយើងឲ្យវាស្មើ0ដល់ពេលលក្ខខណ្ឌដែលធ្វើយើងជាប់ក្នុង loop គឺដរាបណា my expression នៅតូចជាង10ហើយរៀងរាល់ពេល loop ហ្នឹងវាដើរចប់មកជុំ my expression របស់យើងគឺបូកពាក្យកន្លែងបូកនេះខ្ញុំបញ្ជាក់តិចនៅក្នុង C++ ពាក្យបូកហ្នឹងមានន័យថាខ្លួនវាបូកជាមួយនឹង1ខ្លួនវាបូកជាមួយ1រហូតមានន័យ new value របស់វាស្មើនឹង old value វាបូក1អញ្ចឹងបើសិនជា number ស្មើ9ដល់ពេលខ្ញុំសរសេរ number ផ្លាស់មានន័យថា9បូក1ខ្លួនវាចាស់ហ្នឹងយកទៅបូកជាមួយនឹង1គឺស្មើ10អញ្ចឹង number ស្មើនឹង number បូក1នេះគឺមានន័យថានេះ new number ស្មើ old number បូក1អញ្ចឹងបើ old number 9បូក1ទៅ new number វិញស្មើ10ពាក្យ plus នៅក្នុង C++ ហ្នឹងគឺមានន័យបែបហ្នឹងយើងចាប់ពីពេលហ្នឹងទៅទាំងអស់គ្នាយល់ពាក្យ plus ហ្នឹងហើយពាក្យចាំ my expression plus នេះមានន័យថា my expression ចាស់បូកជាមួយ1អញ្ចឹងយើងឃើញតម្លៃដើមមកវាស្មើប៉ុន្មាន0មក loop ដែលវាចប់ហ្នឹងគឺ0បូកជាមួយ1ឡើង1មកចប់មក loop ទៀត1បូក1ឡើង2 2បូក1ឡើង3ឡើង4ឡើង5រហូតទៅដល់វាធំជាង10ឬស្មើ10ពេលហ្នឹងគឺយើងចេញពី loop អញ្ចឹងមានន័យថា for loop ឥឡូវនេះគឺដើរត្រឹមតែ10ដងពី0ទៅដល់តូចជាង10ហ្នឹងមានន័យស្មើ9ព្រោះលេខយើងលេខ int ពី0ដល់9ហ្នឹងវាមាន10ដងឥឡូវខ្ញុំឧទាហរណ៍ជាមួយនឹង for loop មួយនឹងឲ្យទាំងអស់គ្នាមើលនេះជាមួយនឹងកូដមួយនេះអូខេឥឡូវខ្ញុំ modify code ហ្នឹងប្រើ for loop variable នេះយើងចង់បង្កើតពីក្រៅចេះក៏បានឬក៏បង្កើតនៅខាងក្នុង for loop direct ក៏បានដែរអញ្ចឹងឥឡូវខ្ញុំបង្កើត direct តែម្ដងទៅ number លក្ខខណ្ឌដើមវាគឺស្មើ1នៅក្នុង for loop គឺយើងញែកលក្ខខណ្ឌហ្នឹងដោយ semicolon នេះគេយើងញែកដោយ semicolon ចឹងខ្ញុំញែកដោយ semicolon លក្ខខណ្ឌទី2គឺ number ដរាបណា number តូចជាង10យើងនៅក្នុង loop នឹងរហូតហើយរៀងរាល់ពេលម្ដងហ្នឹងគឺ number plus តែប៉ុតកន្លែងនេះខ្ញុំចង់សរសេរ plus ក៏បានឬក៏ខ្ញុំសរសេរ number plus 1ចេះក៏បានដែរអត់មានអីខុសគ្នាទេអញ្ចឹងសរសេរ plus មិនហ្នឹងគឺគ្រាន់តែយើងសរសេរឲ្យលក្ខណៈ C++ ទេតែយើងសរសេរ plus 1ចេះplus 1ទេអត់ត្រូវទេតោះតែ number ស្មើ number plus 1ទេមិនត្រូវនេះនេះគេអញ្ចឹងបើសិនខ្ញុំសរសេរតាម number plus វាខ្លីជាងបើសិនខ្ញុំសរសេរ number ស្មើនឹង number plus 1នេះមានន័យថា new number ស្មើ old number plus 1ណាតែឥឡូវខ្ញុំសរសេរ plus ទៅចុះអញ្ចឹងក្នុងនេះខ្ញុំព្រីនអក្សរថា hello ចុះអូខេ hello ហើយមាន nl តាមអញ្ចឹងទៅយើងអត់មានអីចឹងបន្តទេអញ្ចឹងក្នុងនេះខ្ញុំរំពឹងថាវាគួរតែរ៉ាន់ពី0ទៅដល់9គឺ10ដង
ហើយខ្ញុំ click run នេះនេះគេ hello ប្រហែលដងខ្ញុំរាប់1 2 3 4 5 6 7 8 9 10ទេ10ដងបន្តមកនៅពេលដែលផុត10ដងយើងឃើញ number របស់យើងចាប់ដើមស្មើ10នៅពេលដែល10ដងនៃការ execute loop ហ្នឹងម្ដងមានន័យថាវា run ពីលើនេះមកដល់ខាងក្រោមវានេះគឺម្ដងអញ្ចឹងនៅក្នុងចន្លោះហ្នឹងបន្តតែយើងមានកូដអីច្រើនក្នុងហ្នឹងអញ្ចឹងទៅវា run កូដហ្នឹងទាំងអស់ហើយវាបកមកលើវិញអាហ្នឹងចាត់ទុកថាម្ដងហើយនៅពេលដែលចប់ម្ដងហ្នឹងគឺវាចាប់ផ្ដើមទៅបូក number នេះថែម1ចប់ម្ដងទៀតបូកថែម1បូកថែម1បូកថែម1រហូតទៅដល់ number ស្មើ10មានន័យថាវាឡើងតូចជាង10ហើយ10វាមិនមែនតូចជាង10ទេគឺវាស្មើគ្នាមិនទេអញ្ចឹងពេលដែលវាស្មើគឺវាចាប់ផ្ដើមខុសលក្ខខណ្ឌតូចជាង10ហ្នឹងវាធ្វើឲ្យកូដរបស់យើងចេញពី loop ហើយវា print អក្សរថា goodbye ចុងក្រោយណានេះអូខេចឹងលក្ខណៈ for loop គឺបែបហ្នឹងនៅពេលដែលទាំងអស់គ្នាចង់ធ្វើឲ្យកូដរបស់យើងធ្វើជាចំនួនដងជាក់លាក់ណាមួយឧទាហរណ៍យើងចង់ឲ្យវាធ្វើភ្លឺអំពូលហ្នឹងផ្លឹបផ្លែត20ដងបន្ទាប់មកឲ្យលុតរហូតឬក៏ឲ្យភ្លឺជាប់រហូតគឺយើងអាចប្រើប្រាស់ for loop ដើម្បីធ្វើរឿងបែបហ្នឹងអញ្ចឹងលក្ខណៈ for loop គឺយើងប្រើដូចជា counter អញ្ចឹងតួនាទីរបស់វាជា counter អ្នករាប់យើងចង់ធ្វើរឿងហ្នឹងប្រហែលដងយើងប្រើប្រាស់ for loop